នៅពេលដែលទៅពេទ្យសួរថាពេទ្យណាអ្វីដែលមានអ្នកនាំល្អឬក៏ពេទ្យណាដែលមានជំនាញតាក់ទងជំងឺរបស់យើងពេលបើសិនជាយើងគិតថាអូសួរថាពេទ្យណាប៉ាកែបាទលោកគ្រូអញ្ចឹងដោយសារតែអញ្ចឹងហើយបានជាមនុស្សយើងឲ្យតម្លៃទៅលើជំនាញហ្នឹងតែបើសិនសួរដែរអត់ទេពេទ្យណាដែលមានអ្នកនាំល្អអញ្ចឹងមនុស្សនឹងឲ្យតម្លៃទៅលើដុកទ័រនឹងឲ្យតម្លៃទៅលើការណែនាំមែនទេបាទហ្នឹងដោយសារតែរឿងអតិថិជនគាត់គិតចឹងដែរមែនទេបាទហើយចំណុចមួយទៀតគាត់គិតថាពេលខ្លះការរៀននិយាយសាធារណៈគាត់នៅការនិយាយទៅមិនឲ្យវាល្អឲ្យគេចូលចិត្តអញ្ចឹងទៅនិយាយឲ្យបានវែងឧទាហរណ៍អញ្ចឹងណាបាទតែប៉ុណ្ណឹងគាត់គិតចឹងតែគាត់បានគិតថាអាការដែលនិយាយរៀននិយាយហ្នឹងមានជំនាញហ្នឹងវាអាចផ្ដល់ផលប្រយោជន៍មួយចំនួនទេតាំងពីមកថាការលើកទឹកចិត្តគេឲ្យគេចូលរួមឲ្យគេស្ដាប់យើងត្រូវចេះស្ដាប់គេវិញប្រស័យតាក់ទងភ្នែកយើងមិនត្រូវនិយាយកាត់គេទេបាទសំខាន់កន្លែងហ្នឹងដល់ពេលដែលយើងរំលងកន្លែងហ្នឹងយើងអត់បានឃើញចំណុចសំខាន់ហ្នឹងណាយើងតែងតែមើលរំលងវាហើយអញ្ចឹងសម្រាប់បទពិសោធន៍របស់លោកគ្រូគិតថាពួកគាត់គួរតែចាប់ផ្ដើមហ្វឹកហាត់ជំនាញនិយាយក៏ដូចជាតំណែងហ្នឹងតាមរបៀបណាខ្លះអញ្ចឹងតាមបទពិសោធន៍របស់លោកគ្រូចេះយើងមើលម្ចាស់អាជីវកម្មឬមួយក៏ម្ចាស់ clinic បាទលោកគ្រូជាធម្មតាការរកស៊ីវាត្រូវពឹងលើថវិកាពឹងលើបុគ្គលិក system ពឹងលើសម្ភារៈបាទប៉ុន្តែថវិកាវាងាយស្រួលទេបាទការបង្កើត system ស្រួលទេសម្ភារៈអីស្រួលទេប៉ុន្តែពិបាកបំផុតគឺមនុស្សហ្នឹងឯងបាទអញ្ចឹងម្ចាស់អាជីវកម្មត្រូវការមនុស្សធ្វើការឲ្យគាត់ណាត្រូវការមនុស្សបង្កើតចំណូលឲ្យគាត់ណាបាទបើសិនជាគាត់ទី1អត់មានជំនាញក្នុងការគ្រប់គ្រងអត់មានជំនាញក្នុងការផ្សាយតាក់ទងទោះបីគាត់គ្រប់គ្រងមិនមែនគ្រប់គ្រងបុគ្គលិកផ្ទាល់ទាំងអស់ទេគាត់ប្រធានគាត់ត្រូវគ្រប់គ្រងតាមភានផ្នែកតគ្នាណាបាទអញ្ចឹងគាត់ត្រូវចេះគ្រប់គ្រងតាមភានផ្នែកដែរហើយគាត់ត្រូវឲ្យភានផ្នែកនឹងចេះគ្រប់គ្រងកូនចៅគាត់ដែរតាមឋានានុក្រមអញ្ចឹងអានោះជាចំណុចសំខាន់របស់ម្ចាស់អាជីវកម្មបើសិនជាគាត់មានចំណុចនឹងល្អអាជីវកម្មរបស់គាត់អាចដើរទៅដោយរលូនជាធម្មតាយើងគិតលើគេថាយើងមើលទៅលើឱកាសឧទាហរណ៍ថានៅកន្លែងមួយដែលមានប្រកួតប្រជែងខ្លាំងហើយស្រាប់តែមានបុគ្គលិក2នាក់គាត់ត្រូវការតម្លាក់ម្នាក់ឬមួយមាន announcement រើបុគ្គលិករើអ្នកដាក់ CV ច្រើនណាស់រាប់រយនាក់គេយកតែម្នាក់ណាចុងក្រោយមកស្រាប់តែ screen សុភាអស់ហើយនៅសល់2នាក់គណៈកម្មការបាក់សម្រាប់ចិត្តថាសមត្ថភាពកែលឲ្យគ្នាក៏ប៉ុន្តែមានម្នាក់ខ្លាំងដូចគ្នាបាទចែកទេសខ្លាំងដូចគ្នាប៉ុន្តែមានម្នាក់គាត់ប្រកែតែចែកទេសហើយម្នាក់ទៀតគាត់ចែកទេសផងគាត់មានជំនាញពិសេសមួយម្នាក់នឹងបានល្អទៀតប៉ុន្តែគេធ្វើការតែមួយសួរថាឱកាសនឹងបានទៅលើអ្នកណាមិនថាពិតទៅបានទៅលើអ្នកដែលមាន2ឯមែនទេជំនាញក៏មានទំនាក់ទំនងក៏មានបាទដូច្នេះហើយបានថាជំនាញអ្នកនងនឹងយើងកុំមើលស្រាលគឺថានឹងវាបន្ថែមធ្វើម៉េចឲ្យអាជំនាញរបស់យើងនេះបាទកាន់តែប្រសើរកាន់តែលូតលាស់ទៅមុខបានល្អសូមជម្រាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី Wohasa Podcast បាទលើកនេះក្នុងតាក់ទងទៅនឹងប្រធានបទយើងថ្ងៃនេះគឺយើងនិយាយតាក់ទងទៅនឹងអនុភាពនៃការនិយាយនិងទំនាក់ទំនងហើយថ្ងៃនេះផ្ទាល់ក៏យើងមានវិក្កាមកិត្តិយសរបស់យើងពិសេសម្នាក់ទៀតដែរបាទដែលគាត់គឺជាវិជ្ជបណ្ឌិតលោកគ្រូពេទ្យលីសុងគីបាទអញ្ចឹងលោកគ្រូពេទ្យលីសុងគីគឺជាវិជ្ជបណ្ឌិតដែលគាត់ផ្នែកជំនាញតាក់ទងទៅនឹង STAR និងកែតម្រូវវិបត្តិមុខងារកោសិកានិងសរីរាង្គអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ស្គាល់លោកគ្រូកាន់តែច្បាស់ខ្ញុំសូមអ្នកទាំងអស់គ្នាចូលរួមស្វាគមន៍ជាមួយខ្ញុំទាំងអស់គ្នាបាទសូមជម្រាបសួរលោកគ្រូបាទបាទជំរាបសួរសុខសប្បាយលោកគ្រូបាទសុខខានជួបលោកគ្រូយូរមែនតើបាទជាដំបូងអញ្ចឹងចង់ឲ្យលោកគ្រូជួយណែនាំខ្លួនឯងបន្ថែមបន្តិចបានទេលោកគ្រូព្រោះដោយសារតែខ្ញុំជឿជាក់ថាលោកគ្រូមានផ្នែកជំនាញផ្សេងទៀតជាងចង់ឲ្យអ្នកទស្សនាគាត់បានស្គាល់លោកគ្រូបន្ថែមអញ្ចឹងបាទជំរាបសួរខ្ញុំវិជ្ជបណ្ឌិតលីសុងគីដែលភាគច្រើនគេស្គាល់ខ្ញុំជាដុកទ័រលីបាទជំនាញរបស់ខ្ញុំគឺភាគច្រើនខ្ញុំផ្ដោតទៅលើការព្យាបាលកាយថាលក្ខណៈគ្រប់ជ្រុងជ្រោយគឺយើងព្យាបាលមិនមែនដោះស្រាយទៅរឿងចុងហេតុទេប៉ុន្តែយើងដោះស្រាយពាក់កណ្ដាលហេតុនិងដើមហេតុរបស់អ្នកជំងឺមានន័យថាយើងព្យាបាលទៅម៉េចមិនពឹងទៅលើការប្រើថ្នាំដើម្បីសង្កត់រោគសញ្ញាឲ្យអ្នកជំងឺធូរប៉ុណ្ណឹងទេក៏ប៉ុន្តែធ្វើម៉េចជួយឲ្យគាត់រស់នៅដោយមានគុណភាពជីវិតបន្ថែមពីលើនឹងទៀតអូខេបាទលោកគ្រូអរគុណច្រើនលោកគ្រូអរគុណមែនទែនដែលបានជួយណែនាំបន្ថែមនិយាយទៅពេលដែលខ្ញុំត្រឡប់ទៅពេលដែលស្គាល់លោកគ្រូខ្ញុំចាំបានលោកគ្រូឡើងធ្វើបទបង្ហាញមួយតាក់ទងទៅនឹងរឿង
ទឹកនោមផ្អែមពេលហ្នឹងលោកគ្រូបានយកពេជ្រប៉ោងមួយមកណាបើញ៉ាំតាមខ្ញុំចាំដែលលោកគ្រូបានយកមកបង្ហាញទៅកាន់ទស្សនិកជនរបស់យើងក៏ដូចជាអ្នកដែលស្ដាប់នៅក្នុងថ្នាក់ហើយពេលហ្នឹងខ្ញុំមានអារម្មណ៍ថាគួរឲ្យចាប់អារម្មណ៍មែនតើហើយហ្នឹងគឺជាអ្វីមួយដែលខ្ញុំចង់ចាំជាងគេពីលោកគ្រូហើយអរគុណសម្រាប់ការចែកម្លែកមួយនឹងដែរលោកគ្រូបាទជាកិច្ចចាប់ផ្ដើមមានសំណួរមួយចង់សាកសួរទៅកាន់លោកគ្រូបន្តិចបានទេលោកគ្រូតាមការសង្កេតរបស់លោកគ្រូជាទូទៅតាក់ទងទៅនឹងផ្នែកជំនាញមិនថាអ្នកដែលគាត់ជាគ្រូពេទ្យវិស្វករ IT ឬក៏ជំនាញផ្សេងភាគច្រើនគាត់យល់ថាជំនាញតាក់ទងទៅនឹងតំណែងតំណងណាវាមានសារៈសំខាន់តែបើសិនជាគិតថាបើប្រៀបធៀបជាមួយនឹងជំនាញបច្ចេកទេសតែពួកគាត់លោកគ្រូគិតថាពីរហ្នឹងវាមានសារៈសំខាន់ដូចគ្នាឬក៏បែបណាដែរអញ្ចឹងលោកតាមបទពិសោធន៍របស់លោកគ្រូបាទនេះនិយាយទៅកុំថាឡើយតែគេបើសូម្បីខ្ញុំគឺខ្ញុំដំបូងឡើយខ្ញុំគិតថាជំនាញបច្ចេកទេសហ្នឹងគឺវាមានសារៈសំខាន់វាមានទម្ងន់ជាងជំនាញក្នុងការប្រស័យតាក់ទងជំនាញក្នុងការនិយាយជាសាធារណៈបាទលោកគ្រូហើយតាមខ្ញុំសង្កេតឃើញក៏មនុស្សភាគច្រើនគឺគាត់ឲ្យតម្លៃចឹងដែរអានឹងរឿងហេតុដោយសារអញ្ចឹងទេគឺយើងកើតមកចេញពីជាឡែងយើងមិនចូលរៀនជំនាញបាទរៀនជំនាញយើងទៅប្រឡងរៀនជំនាញមួយចឹងអញ្ចឹងអ្នកដែលរៀនជំនាញដូចជាពេទ្យឬមួយក៏ IT ឬមួយក៏ខាងកសិកម្មមួយខាង technology ផ្សេងគឺគាត់ផ្ដោតទៅលើរឿងជំនាញបាទអញ្ចឹងនៅពេលគាត់រៀនពីជំនាញចេះហើយបានគាត់មកធ្វើការមែនទេបាទហើយនៅពេលដែលគាត់រៀនពីជំនាញគឺហេតុអីបានជាគាត់គិតថាស្រួលរៀនហើយមានងាយស្រួលដោយសារវាអាចវាស់វែងបានបាទបើតំណែងតំណងយើងទៅវាស់វែងមិនទៅពីការញញឹមពីការលើកដាក់សម្លេងពីអារម្មណ៍ក្នុងចិត្តណាវាពិបាកវាស់វែងណាចឹងនៅពេលអ្នកជំនាញគាត់រៀនទៅអ្វីដែលស្រួលវាស់វែងហើយស្រួលរៀនចឹងនៅពេលដែលហើយគាត់រៀនហើយតាមចេញពីសាលាគាត់ចាប់ដើមគិតរកការងារធ្វើត្រូវទេបាទលោកគ្រូបាទនៅពេលដែលរកការងារធ្វើយើងមើលពេលគេប្រកាសរើបុគ្គលិកគេមិនដែលដាក់ communication នៅខាងលើទេគេធ្វើដាក់ជំនាញសញ្ញាបត្របទពិសោធន៍នៅខាងលើមែនទេបាទហ្នឹងដែលធ្វើឲ្យមនុស្សនៅពេលដែលគាត់ចង់បានការងារធ្វើគឺគាត់ផ្ដោតទៅលើថ្មិចគឺសមត្ថភាពការងារជំនាញហ្នឹងឯងបាទហើយរឿងតំណែងហ្នឹងបានគាត់អាចគិតតាមក្រោយណាបាទហើយចំណុចមួយទៀតគឺតាក់ទងជាមួយនឹងឥឡូវយើងពេទ្យវិញបាទលោកគ្រូបាទអ្នកជំងឺចូលមកដល់ពេទ្យឲ្យអ្នកជំងឺអង្គុយហើយចេញថ្នាំចេញវគ្គជាឲ្យទៅផ្ទះឬមួយក៏យើងត្រូវការសួរសិនបាទលោកគ្រូបាទយើងមិនត្រូវការសម្ភាសសិនត្រូវទេលោកគ្រូបាទយើងត្រូវការសម្ភាសបានអាចបានព័ត៌មានពីអ្នកជំងឺពេលបានព័ត៌មានគ្រប់ជ្រុងជ្រោយមកបានគ្រូពេទ្យសម្រេចចិត្តថាធ្វើតេស្តអីខ្លះដើម្បីឲ្យត្រូវមួយសញ្ញាក្រោយពីធ្វើតេស្តអីហើយបានយើងចាប់ដើមយកមកបូកសរុបវិភាគមើលតេស្តបាទលោកគ្រូក្រោយពីហើយបានយើងរៀបចំជាផែនការជាបាននៅពេលដែលយើងរៀបចំផែនការជាបានវាត្រូវការឲ្យអ្នកជំងឺនឹងយល់ដែរហើយនៅពេលគាត់ត្រឡប់ទៅវិញឲ្យគាត់ដឹងថាត្រូវធ្វើម៉េចហើយគាត់ស្ដាប់ការយើងវាម៉េចចឹងហើយបានបើក្នុងពេទ្យជាពួកខ្ញុំគឺថាវាមានសារៈប្រយោជន៍បន្ថែមពីលើជំនាញយើងចេះតែជំនាញមួយមុខវាចង់និយាយថាវាមាននៅកម្រិតណាបើយើងថែមមួយទៀតវាល្អវាធ្វើឲ្យអ្នកជំងឺនឹងគាត់ថាជួបយើងគាត់មានទំនុកចិត្តមួយយើងព្រោះយើងបានសួរក្បោះក្បាយគាត់ហើយបានយើងប្រស័យមួយគាត់អីមួយគាត់ចឹងបានគាត់ប្រាប់ឲ្យយើងអស់យើងងាយស្រួលក្នុងការវិភាគនិងធ្វើរកវិស័យចំណុចមួយទៀតគឺមានន័យថាអ្នកជំនាញណាបាទលោកគ្រូគ្រាន់តែដឹងថាខ្លួនឯងហ្នឹងចេះធ្វើអីប្រកបក៏ប៉ុន្តែมันអាចឲ្យអ្នកដទៃដឹងថាយើងចេះអីទេចឹងបានយើងឃើញដុកទ័រមួយចំនួនគាត់ដូចថាធ្វើវីដេអូអប់រំសុខភាពដើម្បីបញ្ជាក់ថាគាត់ចេះអីខ្លះឃើញទេបាទលោកគ្រូបាទតែបាត់មានតំណែងតំណងអញ្ចឹងណាយើងនៅតែ clinic ដឹងតែខ្លួនយើងតែចេះអីមែនទេតែអ្នកដទៃអត់ដទៃមិនដឹងបាទលោកគ្រូបាទហ្នឹងដែលចំណុចដែលខ្វះខាតកន្លែងហ្នឹងអញ្ចឹងយើងត្រូវដូរកន្លែងគិតអញ្ចឹងណាយើងគិតថាបើចង់ឲ្យគេដឹងថាយើងចេះអីដល់តែយើងទៅមិនមានជំនាញផ្សាយតាក់ទងដែរបើយើងអត់ចេះគឺមិនដឹងមែនទេបាទលោកគ្រូបាទអរគុណច្រើនមែនទែនលោកគ្រូពិតជាចំណុចមួយដែលសំខាន់ទៅកាន់អ្នកដែលគាត់មានជាជំនាញបច្ចេកទេសតែពេលដែលគាត់មានជំនាញបច្ចេកទេសហើយបើសិនជាគាត់អាចមានជំនាញតំណែងបន្ថែមវាអាចជួយឲ្យគាត់នឹងកាន់តែអាចថាប្រសើរឡើងពិសេសតាក់ទងទៅនឹងអ្នកដែលគាត់ស្គាល់ថាគាត់ជាពីណាគេគាត់កំពុងតែធ្វើរឿងអីចង់ជំរាបសួរលោកគ្រូបន្តិចបានទេលោកគ្រូចាប់ផ្ដើមថតវីដេអូនៅក្នុងឆ្នាំណាដែរហើយចង់សួរថាពេលដែលគ្រូចាប់ផ្ដើមចែករំលែកតាក់ទងទៅនឹងសុខភាពទៅកាន់អ្នកដែលគាត់នៅក្នុងបណ្ដាញសង្គមហ្នឹងតើដំបូងលោកគ្រូជួបការលំបាកអ្វីខ្លះអាចជាបទពិសោធន៍ផ្ទាល់ខ្លីៗបាទដំបូងនិយាយរួមខ្ញុំភ្លេចឆ្នាំណាភ្លេចឆ្នាំប៉ុន្តែដំបូងគឺថាមានអារម្មណ៍ថាវាលកលកប់កាយវិការសម្ដីហើយនៅពេលដែលយើងថតហើយសឹងតែ
ắt hiền mơ luôn ấy nhá tôi sao bị khăm luôn ấy nhá vì rồi cả cọc chẳng cọc vấn đề đây xa từ mình nhận lực tự chặt thà nhận lực tự chặt thà thầm ná vì nuôi dưỡng tập bổ người chẳng này cứ ắt toàn cái thà toàn thủ luôn ắt toàn sát đấy cứ dương thử tay là cả cọc chẳng này vấn đề dương thử chi diệm tình non dương cài làm anh vót cài làm anh vót cài làm chẳng đấy tình non tới bà dưỡng nâng ai ban sao chương môn nè bà là cô bà thầm thờ hay là cô số bao nhiêu chị đám có đôi khi này là cô nó về đại chập nam thọt video từ bốn đôi tờ là cô có đôi chị này là tây xem này đã cứ cả một cô mà này thay p chập nam từ bốn pay gặp pay ọt xuống thọt chởn đó và thọt chởn đó có vấn đề là về đại dương từ lấy từ mưa bắt về sau đại dương chập nam từ bốn nắng dương ban từ côn clone ai này ai ban ai clone ai nó hiền và cho một chiều mùi nâng camera chiều mùi nâng mình nữa này còn có bông mơ dương chẳng là ngu nhưng mà nó cứ chia cho nó môi đà trong lực thực chất tất cả nè còn có bông đà tu sửa tha về để yên chập đang mở ấy muối cứ sang từ đôi khi này cứ tranh pi cho nói xấu pi cho nói môi đà ăn lò đôi khi này có vấn tái ở vậy để vừa ao lực cũ cái đôi chia nẹp xem tiếp mà đo cho nó nít cứ đã xa tay cốt ăn bỏ bằng lực này cốt bắt to cả luôn hay cốt bàn cài làm ọc luôn ấy pi mà đo tới mà đo ông con trai là côสำหรับการโชว์รูมใจในวัดไปสอบโตพวกnhữngกระทาวัดไปสอบมวยนี้มีเนี่ยจะเชิญในก้อนไปคลาดก้อนกระทาคือเจ็ดดองปีกำนายหรือบอกบุกโกลจะเชิญในก้อนมีอาการใหญ่นั่นvàตามเจ็ดไลท์คือเลือกการอ่านหัวโตอ่านหัวบ้านกันจะเชิญไปช่วยยังการแต่ภาษาไทยông con trai là côแล้วโจน้องสมโนตีปีlà côมีสมโนตีปีแต่กับจองซูlà côได้ไอ้ท่าhai đứa ban chỉ nhẹ chấm điền mà chấm nún đại con bạc cài khang hạt skill khang chấm điền răng nè chỉ rơi con ai ta cất tha rồi có con mơ rầm lông để tông chấm nín tầm nhẹ tầm nông rồi có con cất tha vi ắt sơ chia sầm khăn sầm đạp là cú vô khơi bạn nào đây bà nước đôi xa đôi không sầm nua tìm mũi nhưng quạt vì mình là chỉ nín nhưng cả hào giống á cô bạc quạt này quạt tha quạt rộp lối ban càng nghe lõ cái đôi xa nè chừng là bây nó mình quạt ắt sơ ban ao tầm lại từ càng nghiền nặng nó nghỉ cả phần té dương mơ che bình môn trai dùng luôn em xua lục sóng về làn khâu nhá xua thay chiêng nát để miền tầm nặng ngon lõ rồi mơ chiêng nát hơi làm bạc cài nơi bây giờ từ pet xua thay pet nát về để miền nặng ngon lõ rồi pet nát để miền chìm niên kẹt tôi chừng ngừng bao chừng bà sân chia dương kết thảo xua thảo pet nát bạc cài chẳng đôi xa tình chân hết ban chứ mà nuôi dưỡng ao nằm lấy thì lơ chùm nhiều nhé tại bữa sinh xuống đấy ở đấy Việt Nam thì mình nặng ngon lò chân mình nuôi nặng ao nằm lấy từ lớn độc tớ nặng ao nằm lấy từ lớn can nặng ngon mày đấy và cái đôi xa tay rương là thì chúng cật cật chân đấy mày đấy và hay chùm đánh mũi tiết con cật tha về khác ca riêng thì gì xa thiên nãng con được can gì thì mới ở việc lo ở cái chủ chặt chân tới gì ở bàn về nhiều tao chẳng á mà tập bắn nặng còn kịch chẳng đấy còn ban kịch tha ca đề này gì riêng gì nữa á miền chùm đi nữa với ai đo thò bị giỏi mà chùm luôn này tăng vì mà tha ca lực thực chặt kê ở cái chỗ room ở cái đạp dương thời chặt đạp kê vinh và say chặt tôn phê dương mình thân gì cắt kê tê và nó សំខាន់ lại nè bây giờ dương loan lại nè dương ban khơi chùm nó សំខាន់ ហ្នឹង á យើងតែងតែមើលម្លងវាហើយចំណុចមួយទៀតគឺគាត់គិតថារៀនទៅអីបើវាស់វិញអត់បានផងមែនទេបាទដាក់បន្ទុកអត់កើតផងហ្នឹងមែនទេបាទអញ្ចឹងគាត់គិតថាខ្ជិលខ្ជិលរៀនណាបាទមែនទេវាដោយសារវាបញ្ហាថាឲ្យបន្ទុកឲ្យឡើងទឹកខែក៏បាក់ដែរមែនទេដោយសារតែចំណុចដែលវាស់វិញមានការលំបាកហ្នឹងណាហើយមកថាមួយទៀតដូចខ្ញុំអញ្ចឹងពេលដែលខ្ញុំមកបងវគ្គរៀនវគ្គរៀននិយាយសាធារណៈបាទលោកបាទមិត្តភ័ក្តិអីគេរិះគន់ខ្ញុំច្រើនណាគាត់ថាដុកទ័រអីទៅរៀនពីរបៀបនិយាយសាធារណៈវិញមិនក៏មិនទុកពេលទៅរៀនពេទ្យដើម្បីបង្កើនចំណេះដើម្បីមើលជំងឺវិញអញ្ចឹងណាដល់ពេលហ្នឹងខ្ញុំបានប្រាប់គាត់ថាបើសិនជាខ្ញុំរៀនទៅពេទ្យញ៉ាំណាស្គាល់ខ្ញុំបើហើយមួយទៀតបើសិនខ្ញុំអត់ចេះជំនាញតំណែងតើខ្ញុំទៅតំណែងជាមួយអ្នកជំងឺមិនតំណែងជាមួយដៃគូមកជាមួយអតិថិជនវាមិនជាមួយនឹងបុគ្គលិកវាមិនបាទអាហ្នឹងដែលជាចំណុចមួយដែលខ្ញុំអត់មើលម្លងទេខ្ញុំត្រូវតែឆ្លៀតទោះបីជារវល់មិនក៏ដោយគឺថាតែពិតផែនការទៅរៀនយូរហើយប៉ុន្តែពិបាកឆ្លៀតប៉ុន្តែដោយសារឃើញចំណុចហ្នឹងនឹកឃើញដាច់ចិត្តត្រូវតែឆ្លៀតមករៀនតទៅបានបាទអញ្ចឹងបានខ្ញុំបានរៀនវគ្គហ្នឹងណាអរគុណច្រើនលោកគ្រូអរគុណសម្រាប់ការចូលរួមក៏ដូចជាការ
បានចូលរួមនៅក្នុងការរៀនការពិលឹកមុនអញ្ចឹងលោកគ្រូបានដោយលោកគ្រូលើកឡើងតាក់ទងទៅនឹងផ្នែកទី1ពេលលោកគ្រូសួរថាពេលដែលឈឺទៅរកគ្រូពេទ្យមួយណាដែលគាត់មានបច្ចេកទេសឬក៏រកគ្រូពេទ្យមួយណាដែលគាត់ប៉ាកែហើយគាត់មានតំណែងល្អទៀតអញ្ចឹងពេលដែលគ្រូនិយាយអញ្ចឹងទៅខ្ញុំនឹកឃើញខ្ញុំទៅមិនបញ្ចេញឈ្មោះគ្រូគាត់ថាកន្លែងមួយអញ្ចឹងតាក់ទងទៅនឹងសម្ដីព្រោះយើងគិតថាសម្ដីអាពាក្យពេចន៍ដែលយើងនិយាយគឺសំខាន់ណាស់លោកគ្រូព្រោះនៅពេលណាដែលយើងទៅចាត់បានន័យថាដូចចាប់យើងសួរសំណួរដូចអ្នកទោសអាហ្នឹងយើងមានអារម្មណ៍ថាដូចអត់ស្រួលខ្លួនក៏អត់ចង់ទៅកន្លែងហ្នឹងទៀតដែរអាហ្នឹងវាតាក់ទងទៅនឹងដូចលោកគ្រូលើកឡើងតាក់ទងទំនាក់ទំនងបើសិនជាបុគ្គលម្នាក់ហ្នឹងគាត់ចេះទំនាក់ទំនងគាត់យល់ពីយើងគាត់សួរសុខទុក្ខយើងឬក៏គាត់ប្រើពាក្យសម្ដីឬក៏សំឡេងដែលធ្វើឲ្យយើងតាក់ទាញចំណាប់អារម្មណ៍ឬក៏យើងធ្វើឲ្យយើងមានអារម្មណ៍ថាសុវត្ថិភាពហើយចង់ទៅកន្លែងហ្នឹងទៀតណាអាហ្នឹងគឺជាផ្នែកមួយដែលដូចលោកគ្រូលើកឡើងអញ្ចឹងវាជាផ្នែកសំខាន់ដែលអ្នកបច្ចេកទេសគាត់អាចបន្ថែមព្រោះនៅពេលណាដែលមានទំនាក់ទំនងហ្នឹងចេះពីរបៀបក្នុងការនិយាយស្ដីគឺនឹងអាចជួយឲ្យការងារឬក៏ស្ថាប័នរបស់គាត់ហ្នឹងកាន់តែរីកចម្រើនហើយជាពិសេសជាមួយនឹងក្រុមការងារទៀតបាទតាក់ទងលោកកសលលើកឡើងនេះខ្ញុំចង់លើកយកពីករណីបាទលោកគ្រូបាទករណីទី1គឺអាចជារឿងពិតឬក៏រឿងកំប្លែងអញ្ចឹងណាបាទលោកគ្រូបាទនៅមណ្ឌលសុខភាពមួយនៅពេលដែលមានអ្នកជំងឺទៅដល់បាទហើយដល់ពេលបុគ្គលិក nurse គិលានុបដ្ឋានហ្នឹងណាគាត់យកចិត្តទុកដាក់ទៅដល់សួរនាំរស់រាយអញ្ចឹងទៅឲ្យគេងហើយចាប់ផ្ដើមវាស់កម្ដៅវាស់សភាពឈាមវាស់អីយកតែ1ម៉ែត្រដាក់នឹងក្លៀកវាស់កម្ដៅឲ្យគាត់សម្រាកសួរនាំគាត់អញ្ចឹងណារស់រាយរាក់ទាក់ឲ្យតម្លៃគាត់ហើយមកផ្លែតមកស្ទុះក្រោយមកទៅដកយកអាតែ1ម៉ែត្រមកមើលកម្ដៅបាទលោកគ្រូគាត់តែដកចេញមកហើយសួរគាត់អ៊ំមិនដែរស្ថានភាពគាត់ថាតាំងពីអ្នកគ្រូពេទ្យដាក់ថ្នាំក្លៀកនឹងមកខ្ញុំរៀងធូរតិចហើយតែពុតតែ1ម៉ែត្រហ្នឹងយកទៅគៀបក្លៀកហ្នឹងហើយគាត់ថាបើដាក់ថ្នាំក្លៀកទៅរៀងធូរអាហ្នឹងកើតឡើងដោយសារពីអីដោយសារពីការថាការទំនាក់ទំនងការពាក្យសម្ដីនៃការនិយាយដែលធ្វើអ្នកជំងឺនឹងក៏សុបាយចិត្តដែរតែពេលដែលឈឺវាទំនួលនៃឈឺហ្នឹងវាត្រូវថយបាត់ហើយបាទហ្នឹងណាបាទហ្នឹងខ្ញុំអាសាឮគេនិយាយហើយចំណុចមួយទៀតតាក់ទងជាមួយគេថាលក្ខណៈដូចស្រដៀងសិតដែរឧទាហរណ៍ថាយើងបូមឈាមអ្នកជំងឺបាទបើសិនយើងទៅដល់ពឹបទាញដៃអ្នកជំងឺមកហើយយើងបូមឈាមបាទហើយមួយទៀតបុគ្គលិកអ្នកទៀតអត់ធ្វើចឹងទេបាទបន្ទាប់ដល់ជំរាបសួរបាទហើយអញ្ចឹងទៅសុំទោសថាខ្ញុំសុំប៉ះដៃបានទេដើម្បីបូមឈាមហើយខ្ញុំអាចប៉ះដៃខាងណាបូមឈាមខាងណាបានទេអញ្ចឹងក៏ប៉ុណ្្នឹងក៏ភ្ញាក់ពុបចំទៅពេទ្យផ្សេងៗអត់ដែលមានណាបូមឈាមសុំសោះហើយមកពេទ្យនេះមុនបូមឈាមសុំប៉ះដៃបានអត់អញ្ចឹងគឺគាត់ចាប់ផ្ដើមចងចាំណាចងចាំហើយគាត់រស់រាយគាត់ស្បាយរឿងមិនតិចហ្នឹងឯងប៉ុន្តែទៅគាត់ចងចាំទៅគាត់សុបាយចិត្តអញ្ចឹងនៅថ្ងៃក្រោយវាចឹងថាអាចចំណេញដែរដោយសារអីគាត់នឹងអាចនិយាយនិទានរឿងនេះទៅប្រាប់អ្នកដទៃអញ្ចឹងគេអាចនឹងចងចាំពីឈ្មោះរបស់ clinic ដែរបាទលោកគ្រូបាទអរគុណច្រើនលោកគ្រូសម្រាប់តាក់ទងទៅនឹងអាចថាជារឿងពីរ case បន្ថែមដែលអាចជួយឲ្យអ្នកដែលគាត់កំពុងទស្សនាហ្នឹងគាត់កាន់តែយល់ឲ្យស៊ីជម្រៅតាក់ទងទៅនឹងទំនាក់ទំនងល្អមិនថាជាមួយនឹងក្រុមការងារឬក៏អតិថិជនរបស់យើងអញ្ចឹងបាទលោកគ្រូបាទឥឡូវមានសំណួរមួយទៀតដែរលោកគ្រូតាក់ទងទៅនឹងតើលោកគ្រូយល់ឃើញថាអកប្បកិរិយារបស់អ្នកជំនាញម្នាក់ដែលគាត់បកកែខាងបច្ចេកទេសតែគាត់មិនសូវជាមានទំនាក់ទំនងល្អជាមួយនឹងក្រុមការងារឬក៏អ្នកនៅជុំវិញតើសម្រាប់លោកគ្រូគិតថាវាមានអាចមានផលប៉ះពាល់អវិជ្ជមានអ្វីខ្លះទៅកាន់ខ្លួនគាត់ក៏ដូចជាស្ថាប័នរបស់គាត់អញ្ចឹងលោកគ្រូនៅក្នុងស្ថាប័នឬមួយក៏នៅ clinic ឬទីសម្រាប់ព្យាបាលណាបាទលោកគ្រូបាទជាទូទៅមិនមែនមានទំនុំអ្នកដែលអាចធ្វើការនឹងកើតទេបាទវាត្រូវមានធ្វើការផ្សាយតាក់ទងគ្នាជាក្រុមដើម្បីឲ្យវាស៊ីចង្វាក់គ្នាបាទលោកគ្រូមានគ្រូពេទ្យជំនាញមាន nurse មាន pharmacy មានជំនួយការបាទលោកបាទគឺសិទ្ធិអ្នកដែលធ្វើការដើម្បីដោះស្រាយបញ្ហាឲ្យធ្វើការដើម្បីសម្រេចបញ្ហាណាមួយបាទលោកគ្រូបាទហើយចំពោះខ្ញុំបើសិនជាអ្នកដែលមានជំនាញហើយគាត់មានដំណាក់នោះអត់សូវល្អជាមួយក្រុមការងារបាទលោកគ្រូបាទគឺអាចមានផលប៉ះពាល់មួយចំនួនប៉ុន្តែវាអាស្រ័យទៅតាមស្ថានភាពហើយនឹងកន្លែងការងារឯងបាទលោកគ្រូបាទខ្ញុំសូមលើកយក3ករណីមកនិយាយមកបង្ហាញណាបាទលោកគ្រូបាទករណីទី1គឺនៅកន្លែងឧទាហរណ៍នេះឧទាហរណ៍ណាបាទលោកគ្រូបាទមិនមែនរឿងពិតទេឧទាហរណ៍ថានៅមន្ទីរសម្រាប់ព្យាបាលមួយស្រាប់តែគាត់មាន head nurse ប្រធានក្រុមឆ្មបគិលានុបដ្ឋានណាប្រធានក្រុមគិលានុបដ្ឋានស្រាប់គាត់បកកែ
បកកែទាំងចាក់បកកែទាំងបូមឈាមបកកែទាំង procedure បកកែទាំង system បកកែមកចប់សាច់ទូចអ្នកណាមកអត់ឃើញគឺគាត់អាចមើលឃើញទៀតក្នុងបកកែក៏ប៉ុន្តែគាត់អត់មានតំណែងតំណងល្អមួយកូនក្រុមណាឧទាហរណ៍ថាគាត់បង្កើតជាក្រុមទូចក្រុមក្នុងក្រុមទៀតឧទាហរណ៍អញ្ចឹងណាមួយទៀតគាត់ជួយចិត្តស្ដីឲ្យគេជាពិសេសស្ដីឲ្យនៅមុខអ្នកជំងឺហើយមួយទៀតគឺដូចថាបរិញ្ញាបុគ្គលិកក្រៅបង្គាប់ក៏អត់បានថាស្មើភាពគ្នាបាទអញ្ចឹងដល់ពេលគាត់មានអត្តចរិតអញ្ចឹងហើយធ្វើអីខុសតិចស្ដីឲ្យអញ្ចឹងណាហើយអត់មានគេថាបរិញ្ញាពីដំណើរការ process ការងារឲ្យបានចេះសិនមុនប្រើគាត់ខ្វះកន្លែងហ្នឹងបស័យតាក់តងកន្លែងហ្នឹងគឺមានបញ្ហាចំណុចហ្នឹងណាអញ្ចឹងគាត់អាចធ្វើមានបញ្ហាសេវាកម្មហ្នឹងវាអាចប្រើរួលដោយស្អីបុគ្គលិកក្រុមបង្គាប់ nurse គាត់អាចនឹងចេញចូលដូចលេង account អញ្ចឹងមកទៅបរិញ្ញាចេះគាត់ចេះហើយគាត់ពិបាកនៅជាមួយគាត់ទៅធ្វើការកន្លែងផ្សេងទទួលបានបាទហើយទៅរើសបុគ្គលិកថ្មីមកទៀតណារើសមកបរិញ្ញាចេះគាត់ពិបាករត់ទៅទៀតដែររើសមកទៀតបរិញ្ញារត់ទៅទៀតដោយសារគាត់ពិបាកនៅណាបាទដល់អញ្ចឹងទៅឃើញបុគ្គលិកក៏ខ្វះហើយសេវាកម្មក៏ដាក់រួលខាតទាំងពេលខាតទាំងលុយទៀតបាទហ្នឹងបាទអញ្ចឹងអាហ្នឹងដែលជាចំណុចមួយដែលយើងត្រូវគិតនៅកន្លែងហ្នឹងបាទករណីទី2ខ្ញុំលើកឧទាហរណ៍បាទលោកគ្រូបាទថានៅទីពេទ្យមួយចោះបាទលោកគ្រូស្រាប់តែមានគ្រូពេទ្យមួយគាត់ផ្កាយជាងគេក្នុងចំណោមគ្រូពេទ្យទាំងអស់បាទហើយស្រាប់តែមានអ្នកជំងឺហ្នឹងគាត់មកដេកបាទមានជំងឺធ្ងន់ដែលមានគេថាឈឺលើសពីមួយសរីរាង្គអញ្ចឹងណាបាទលោកគ្រូតថាគាត់លើសឈាមផងគាត់ទឹកនោមផ្អែមផងកាពះផងលាកលក់ផងថ្លើមផងតែមកហើយគ្រូពេទ្យដែលមានជំនាញគាត់អាចចូលមើលជំងឺហ្នឹងចូលមើលហើយគាត់សរសេរ protocol ដើម្បីឲ្យជំនួយការគាត់ឲ្យណាស់គាត់ follow up អញ្ចឹងណាប៉ុន្តែដោយសារតែគាត់មានការតំណែងសូវបានល្អជួនកាលគាត់ប្រាប់ឲ្យគេសួរបញ្ជាក់វិញស្ដីឲ្យគេបាទប្រាប់ទៅគេលឿនអត់ច្បាស់បាទហើយខឹងឆេវឆាវអីខ្លាំងឧទាហរណ៍អញ្ចឹងទៅហើយគាត់គិតថាអ្វីដែលគាត់សរសេរជា protocol គឺល្អនៅពេលដែលអ្នកដែលត្រូវការកែសម្រួល protocol ត្រូវសួរគាត់សិនឧទាហរណ៍អញ្ចឹងណាចុះនៅពេលដែលជួគាត់មិនមែននៅ24ម៉ោងណាត្រូវហ៎ចុះពេលចប់ម៉ោងគាត់ទៅជួអ្នកដែលមកជំនួសធ្វើម៉េចឧបមាថាអ្នកជំងឺឈឺសញ្ញាមួយទៀតដែលអត់មានសរសេរនៅក្នុងផែនការព្យាបាលអញ្ចឹងគ្រូពេទ្យហ្នឹងគាត់មិនហ៊ានឲ្យថ្នាំគាត់ត្រូវទេសួរសិនបើទេសួរភ្លាមបានចម្លើយភ្លាមមានអីឲ្យថ្នាំអ្នកជំងឺទៅអ្នកជំងឺបានធូរមែនទេចុះបើទេទៅគាត់អត់លើកហើយទេទៅតាក់តងក្របបានមកកន្លះម៉ោងបានជាអ្នកគឺទ្រាំឈឺកន្លះម៉ោងសិនទៅបាទអានឹងដោយសារតែការតំណាក់តំណងហ្នឹងគឺថាអត់ចឹងថាអត់ឲ្យតម្លៃគ្នាទៅវិញទៅមកហើយអត់ចេះសម្របមនុស្សគ្នាហើយអត់ចេះរកចំណុចកណ្ដាលហើយគិតថាធ្វើម៉េចឲ្យអ្នកដែលធ្វើការជាមួយហ៊ានមកសួរមកអីចឹងណាបាទហើយនៅពេលខ្លះនៅពេលដែលជួនកាលកាចពេកនៅពេលដែលមានកំហុសបុគ្គលិកមានកំហុសគាត់អត់ហ៊ានប្រាប់ទេខ្លាចស្ដីឲ្យបាទលោកគ្រូបាទអញ្ចឹងដល់ពេលហើយធ្វើម៉េចកែសម្រួលកើតទៅហ៎តំណានៅតាមសេវាមួយវាអាការខ្វះចន្លោះតិចតួចតែមាននៅតិចអត់ផុតទេមែនទេក៏ប៉ុន្តែយើងត្រូវតែរៀនពីកំហុសក៏ប៉ុន្តែកុំឲ្យដាប់បលកំហុសបាទកុំឲ្យកំហុសហ្នឹងវាកើតឡើងម្ដងទៀតដែលរៀនពីកំហុសតែមិនឲ្យកំហុសហ្នឹងដែលលេបាទលោកគ្រូអញ្ចឹងយើងត្រូវកែសម្រួលវាជាប្រចាំអញ្ចឹងមានបញ្ហាអីបុគ្គលិកគាត់ត្រូវតែរាយការណ៍ដើម្បីកែសម្រួលយូរបានប្រសើរចុះបើគ្នាអត់ហ៊ានតាក់ទងហ្នឹងណាគឺខ្លាចអញ្ចឹងធ្វើម៉េចបាទអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃការព្យាបាលអ្នកដែលបាត់ផលហ្នឹងគឺអ្នកជំងឺអត់បានឆ្លើយតបឲ្យទាន់ពេលវេលាអញ្ចឹងណាបាទហ្នឹងជាបញ្ហាចំណុចទី3ខ្ញុំលើកឧទាហរណ៍ថាបើសិននៅមន្ទីរពេទ្យបាទលោកគ្រូហើយជំងឺវាមានច្រើនមុខបាទលោកគ្រូបាទជាធម្មតាជំងឺស្មុគស្មាញនៅមន្ទីរពេទ្យធំគេតែមានក្រុម working group ក្រុមការងារបច្ចេកទេសដើម្បីលើកករណីហ្នឹងណាមកពិភាក្សាគ្នាបើអ្នកជួយច្រើនមុខហើយអ្នកជំនាញមិនច្រើនយើងពិភាក្សាជំងឺនេះត្រូវដោះស្រាយវាមិនត្រូវធ្វើអីមុនគេដើម្បីឲ្យធូរព្រោះមិនអាចធ្វើដំណើរគ្នាទាំងអស់បានទេត្រូវឲ្យអត្ថភាពថាធ្វើអីហើយដល់ពេលអ្នកក្រុមការងារបច្ចេកទេសត្រូវមានជំនាញផ្សេងគ្នាហើយគ្រូពេទ្យដែលបកកែគាត់បកកែជំនាញគាត់ទេអ្វីដែលគាត់ខ្វះចន្លោះគឺគាត់ខ្វះព័ត៌មានអញ្ចឹងដើម្បីបានព័ត៌មានហ្នឹងបានត្រូវការពឹងពីគ្រូពេទ្យផ្សេងទៀតបាទលោកគ្រូបាទហើយមួយទៀតជំនាញគាត់បកកែមែនប៉ុន្តែមិនមែនបកកែគ្រប់មុខទេបាទលោកគ្រូបាទអញ្ចឹងបើសិនជាក្នុងករណីអញ្ចឹងបើសិនតំណាក់នងគាត់ស្អីបានល្អខ្ញុំលើកឧទាហរណ៍ថាគាត់ជាគ្រូពេទ្យបកកែហើយគាត់ប្រធានគណៈកម្មការបច្ចេកទេសទៀតឧទាហរណ៍អញ្ចឹងណានៅពេលគេសួរអីតិចឆ្លើយកាត់ផាំងគេលើកឡើងឆ្លើយកាត់ផាំងអត់ឲ្យគេនិយាយអស់
ពេលដែលមានបញ្ហាអត់ព្រមស្ដាប់យកបញ្ហាអស់គិតតែតម្លាក់កំហុសទៅលើសេវាកម្មនេះទៅលើបុគ្គលិកនេះឧទាហរណ៍អញ្ចឹងណាបាទអញ្ចឹងនៅពេលដែលគេខ្លាចរអាគេនិយាយអត់បានគេធុញទ្រាន់នឹងចរិតរបស់គាត់ឧទាហរណ៍អញ្ចឹងណាពេលហ្នឹងបុកសមាជិកផ្សេងៗគាត់មានចង់និយាយគាត់ថ្មិចហ៊ានចង់ឲ្យយោបល់បាទលេខគាត់លេខចង់ចេញគាត់លេខចង់យោបល់ហើយបាទចេញយោបល់កាត់ចេញហ្មងវាមនុស្សវាអន់ចិត្តណាបាទហើយនិយាយអីគិតថាខ្លួនឯងហ្នឹង dominate គេអញ្ចឹងណាគិតតែខនបើជាងគេតែអត់គិតថាធ្វើម៉េចឲ្យមានអា participatory ឲ្យអ្នកផ្សេងចូលរួមបាទដើម្បីយើងយកមតិយោបល់ច្រើនមកយើងយកមកស្លោចេញជាព័ត៌មានមកដើម្បីរៀបចំថាគួរធ្វើម៉េចអញ្ចឹងណាបាទជាបើសិនក្នុងស្ថានភាពដែលទំនាក់ទំនងអត់ល្អបែបហ្នឹងវាធ្វើប៉ះពាល់ដល់ក្រុមការងារទាំងមូលហើយវាធ្វើឲ្យការព្យាបាលរបស់អ្នកជំងឺវាអាចយឺតយ៉ាវឬមួយក៏វាមិនចំគោលដៅដែរបាទលោកគ្រូបាទអរគុណច្រើនមែនទែនលោកគ្រូតកតងទៅនឹងជំនាញទំនាក់ទំនងដែលវាអាចនឹងមានផលប៉ះពាល់បើសិនជាអាចថាជាអ្នកជំនាញក៏ដូចជាបុគ្គលម្នាក់ហ្នឹងគាត់អត់បានបន្ថែមទៅលើអាផ្នែកមួយហ្នឹងវាអាចធ្វើឲ្យស្ថាប័នក៏ដូចជាកន្លែងផ្សេងហ្នឹងវាអាចទៅជារឿងមួយដែលអត់សូវល្អដែរអញ្ចឹងប្រកបណាស់អញ្ចឹងដោយលោកគ្រូបានលើកឡើងអញ្ចឹងតកតងទៅនឹងផ្នែកជំនាញទំនាក់ទំនងនេះវាអាចជាផ្នែកមួយបន្ថែមដែលជួយឲ្យអ្នកដែលគាត់មានជាជំនាញបច្ចេកទេសហ្នឹងអាចជួយឲ្យគាត់ហ្នឹងកាន់តែហៅថាយល់ហើយនឹងមានការប្រស័យតាក់ទងល្អជាមួយនឹងអ្នកជុំវិញព្រោះអាហ្នឹងគឺជាផ្នែកមួយនៃស្ថាប័នមួយគួរតែមានផ្នែកទំនាក់ទំនងល្អហ្នឹងមកព្រោះមានទំនាក់ទំនងល្អហើយខ្ញុំជឿជាក់ថាទាំងអស់គ្នាគឺគាត់សប្បាយចិត្តក្នុងការចូលរួមសប្បាយចិត្តក្នុងការជួយឲ្យស្ថាប័នហ្នឹងគាត់កាន់តែមានភាពប្រសើរឡើងបាទហ្នឹងយើងនិយាយតែពីអ្នកជំនាញជាមួយនឹងបុគ្គលិកប៉ុន្តែឥឡូវខ្ញុំសូមនិយាយពីរឿងគ្រូពេទ្យជំនាញជាមួយអ្នកជំងឺវិញម្ដងអូខេបាទលោកបាទអញ្ចឹងឧទាហរណ៍ថាគ្រូពេទ្យក៏ប្រកែបាទលោកបាទក៏ប៉ុន្តែអាភាសាទំនាក់ទំនងរបស់គាត់ដោយសារគាត់និយាយត្រង់ពេកអត់មានជំនាញទំនាក់ទំនងបានល្អអត់ចេះប្រើភាសាឲ្យអ្នកជំងឺទទួលយកបានអញ្ចឹងណាបាទលោកបាទអញ្ចឹងវាអាចធ្វើឲ្យអ្នកជំងឺហ្នឹងគាត់អត់សហការឬមួយក៏មកទៅគាត់លែងមកទៀតគាត់ដើរនិយាយដើមក៏មានដែរបាទលោកបាទខ្ញុំលើឧទាហរណ៍តិចបាទលោកបាទឧទាហរណ៍ថាអ្នកជំងឺទឹកនោមផ្អែមភេទទី2ក៏អត់ដែលកើតទឹកនោមផ្អែមសោះសប្តាហ៍ថ្ងៃមួយធ្វើតេស្តទៅឃើញទឹកនោមផ្អែមបាទអញ្ចឹងដល់ពេលឃើញទឹកនោមផ្អែមជាទូទៅភាគច្រើនកន្លងមកប្រជាជនយើងច្រើនទៅលឺថាទឹកនោមផ្អែមត្រូវលេបថ្នាំមួយជីវិតទេមែនទេបាទដល់ពេលហ្នឹងសាប់តែឃើញហើយគ្រូពេទ្យក៏អាចថាអូទឹកនោមផ្អែមហើយអញ្ចឹងត្រូវឲ្យថ្នាំហើយត្រូវលេបថ្នាំមួយជីវិតដែរអញ្ចឹងណាបាទដល់ពេលហ្នឹងអ្នកជំងឺពេលខ្លះគ្រាន់តែដឹងតែខ្លួនកើតទឹកនោមផ្អែមណាដេកអត់លក់3ខែក៏មានដែរឡើងស្គមដោយសារតែដឹងថាចប់ឲ្យជីវិតធ្វើលេបថ្នាំមួយជីវិតយល់ទេបាទតែតាមពិតវាអត់អញ្ចឹងទេក្នុងគ្រូពេទ្យទៅបញ្យល់គាត់ច្បាស់ថាបើសិនជាអ្នករស់នៅដោយតាមទម្លាប់ហើយកើតទឹកនោមផ្អែមដែលទៅរកឃើញថ្មីទៅរស់នៅតាមទម្លាប់អញ្ចឹងណាអត់ដូរទម្លាប់ណាអញ្ចឹងអាចនឹងលេបថ្នាំមួយជីវិតហើយលេបថ្នាំពីមួយឆ្នាំទៅឆ្នាំអាចនឹងកើនថ្នាំទៅទៀតហើយអាចរហូតដល់ចាក់អង់សាលីនទៀតបើសិនជាថ្នាំវាប្រើមិនត្រូវបាទលោកគ្រូក៏ប៉ុន្តែបើសិនជាយើងកែទម្លាប់របស់ហូបចុកបាទហើយនឹងហាត់ប្រាណឲ្យត្រូវបាទលោកគ្រូបូកជាមួយនឹងកំណត់ម៉ោងហូបកំណត់ម៉ោងអត់ហូបឲ្យត្រូវយើងអាចទាញជំងឺទឹកនោមផ្អែមត្រឡប់មកក្រោយបានបើសិនជាគាត់ធ្វើ3ចំណុចហ្នឹងបាទលោកគ្រូបាទអញ្ចឹងនៅពេលហ្នឹងគឺអ្នកជំងឺចាប់ផ្ដើមមានធូរចិត្តហើយមានសង្ឃឹមហើយបាទលោកគ្រូបាទគាត់ចាប់ផ្ដើមសួរទៀតហើយធ្វើម៉េចគ្រូបាទលោកគ្រូតែបើសិនជាអត់ថាអញ្ចឹងគាត់ចង់តែបញ្ចាំអានទៅផ្ទះវិញមែនទេchứគាត់ទៅសួរធ្វើម៉េចតែទៅហូបម៉េចឲ្យត្រូវហាត់ប្រាណម៉េចឲ្យត្រូវចាក់ច្រកហូបច្រកអត់ហូបស្អីគេបាទលោកគ្រូបាទតិចគាត់ថាតិចអានឹង fasting ទៅហ្នឹងអានេះតិចការបង្អត់អាហារទៅហ្នឹងបាទអញ្ចឹងណាបាទអញ្ចឹងការប្រើពាក្យបង្អត់អាហារការប្រើពាក្យតមអាហារធ្វើអ្នកជំងឺបាក់ទឹកចិត្តទៀតណាចំខំរយអត់ឲ្យគ្នាហូបមែនទេបាទហើយរស់មកទៅអីហើយទៅទៀតបើអត់ហូបអាហារតមអាហារមិនស្គមងាប់ហើយមានកម្លាំងមកពីណាតាមពិតវាអត់អញ្ចឹងទេមកពីយើងថាប្រើពាក្យអត់តន់ត្រូវយើងប្រើពាក្យថារបបអាហារហ្នឹងគឺត្រូវមានលក្ខខណ្ឌបូក2បាទលក្ខខណ្ឌបូកទី1មានន័យថាហូបឲ្យត្រូវបូកឲ្យហូបឲ្យឆ្ងាញ់ហើយបានបូកមួយទៀតហូបឲ្យឆ្អែតហូបឲ្យត្រូវហូបឲ្យឆ្ងាញ់ហូបឲ្យឆ្អែតត្រូវមានលេខបូក3ចូលនេះបើអញ្ចឹងបានយើងអាចគ្រប់គ្រងជាតិស្ករបានបន្ថែមទៅលើការហាត់ប្រាណហើយនឹងការកំណត់ច្រកហូបនិងច្រកមិនហូបកាលណាគាត់ធ្វើអញ្ចឹងបានអានឹងអត់ចាំបាច់អីធ្វើប្រើថ្នាំទេហើយជាតិស្ករអាចទាញត្រឡប់មកក្រោយបានព្រោះជាតិស្ករចូលក្នុងឈាមចូលតាមអាហារមែនទេហូបអាហារដែលមានជាតិស្ករច្រើនមកចូលក្នុងឈាមមិនមែន
ចូលតាមមាត់ពេលខ្ញុំសុភាមួយលោកកសលហើយស្រាប់តែស្កររត់ចូលប្លុកប្លុកណាមែនទេមិនអញ្ចឹងទេណាត្រូវទេឡើងចណ្ដើមកបែកញើសស្រាប់តែស្ករមកចូលតាមស្បែកមែនទេណាបាទងូតទឹកស្ករចូលតាមស្បែកមិនអញ្ចឹងទេណាបាទអញ្ចឹងដោយសារវាចូលតាមអាហារបើយើងធ្វើអញ្ចឹងបានធ្វើប្រាប់គាត់ទៅបាទអញ្ចឹងគាត់អញសប្បាយចិត្តប៉ុន្តែដែលយើងប្រាប់គាត់យើងត្រូវចេះរបៀបប្រាប់ដែរឲ្យទឹកជំរើសពីរបាទជំរើសទី1គឺគ្រប់គ្រងជាតិស្ករតាមថ្នាំអញ្ចឹងត្រូវលេបថ្នាំរហូតហើយជំរើសមួយទៀតគ្រប់គ្រងជាតិស្ករតាមអាហារការហាត់ប្រាណនិងការកំណត់ច្រកហូបនិងច្រកមិនហូបបាទអញ្ចឹងគាត់អ្នករើសយកខ្លួនឯងគាត់ពេញចិត្តយ៉ាងណារើសយកមួយនឹងទៅបាទអរគុណច្រើនមែនទែនលោកគ្រូបើនិយាយទៅមួយម៉ាត់ទៅតាក់ទងទៅនឹងការនិយាយឬក៏ការប្រស្រ័យតាក់ទងល្អជាមួយនឹងអាចថាអ្នកជំងឺក៏ដូចជាអតិថិជនគឺនឹងអាចជួយឲ្យគាត់នឹងមានអារម្មណ៍ថាធូរស្បើយសប្បាយចិត្តហើយជួនកាលគាត់ពិតជាចងចាំពីពាក្យសម្ដីរបស់យើងក៏ដូចជាការយកចិត្តទុកដាក់របស់យើងដែរអញ្ចឹងអរគុណច្រើនសម្រាប់ការចែកម្លែកតាក់ទងនឹងសំណួរមួយនេះលោកគ្រូយើងចូលទៅដល់សំណួរបន្ទាប់ហើយខ្ញុំគិតថាប្រហែលជាសំណួរមួយនេះកាន់តែអាចជួយឲ្យអ្នកស្ដាប់ហ្នឹងគាត់កាន់តែឃើញក៏ដូចជាយល់កាន់តែស៊ីជម្រៅតាក់ទងទៅនឹងជំនាញតំណែងសម្រាប់លោកគ្រូសម្រាប់អ្នកដែលគាត់ជាអ្នកបច្ចេកទេសលោកគ្រូតើពេលណាដែលគាត់គិតថាជំនាញសមត្ថភាពក្នុងការនិយាយហ្នឹងសំខាន់សម្រាប់គាត់តាមពិតទៅវាមានច្រើនក៏ប៉ុន្តែខ្ញុំសូមលើកយកតែ4បានណាតែ4ទេបងបាទក្នុងករណីទី1គឺចាំបាច់នៅពេលដែលអ្នកជំងឺនឹងគាត់មានសញ្ញាច្រើនក៏ប៉ុន្តែធ្វើតេស្តឈាមល្អទាំងអស់តេស្តទឹកនោមល្អទាំងអស់ថតឆ្លុះអីល្អទាំងអស់តេស្តលាមកអីល្អទាំងអស់ប៉ុន្តែគាត់មានអាការៈខ្ញុំលើកថាចាញ់ល្ងាអស់កម្លាំងលហិតលហៃបាទលោកគ្រូគេងើបគេងហើយព្រឹកឡើងខ្ជិលងើបទៀតថាបាទគេងឆ្ងាញ់ជាងហូបកាទៀវឧទាហរណ៍អញ្ចឹងណាស្បែកស្ងួតប្រេះកែងជើងប៉ុន្តែធ្វើតេស្តទៅល្អទាំងអស់តែគាត់ចេះមានអាការៈអញ្ចឹងណាបាទអញ្ចឹងសំណួរសួរថាឲ្យគាត់ទៅផ្ទះវិញទាំងមានអាការៈអញ្ចឹងឬមួយក៏យើងត្រូវប្រើជំនាញសួរដើម្បីយកព័ត៌មានលម្អិតបន្ថែមទៀតហើយយើងយកព័ត៌មានវិភាគថាសញ្ញាហ្នឹងតាក់ទងមួយសរីរាង្គណាខ្លះបាទពីព្រោះសរីរាង្គកាលណាវាអត់ទាន់ខូចណាបាទលោកគ្រូយើងធ្វើតេស្តឈាមអត់ឃើញទេតែទឹកនោមឃើញអត់ទាន់ខូចប៉ុណ្ណឹងក៏ប៉ុន្តែបើវាខូចបានធ្វើតេស្តឈាមទៅឃើញទឹកនោមអីឬមួយថតឆ្លុះបានឃើញចុះអានេះគ្នាទៅតែមានវិបត្តិមុខងារកោសិកាបាទលោកអញ្ចឹងតែអត់ឃើញទេអញ្ចឹងអ្នកជំងឺចាប់ដើមមានសញ្ញាអញ្ចឹងយើងត្រូវសួរគាត់ថាតើសញ្ញាហ្នឹងពាក់ព័ន្ធមួយសរីរាង្គណាសញ្ញាណាមួយពាក់ព័ន្ធមួយសរីរាង្គណាយើងសួរគាត់កាលណាដល់ពេលយើងសួរគាត់ឲ្យលម្អិតទៅបានយើងដឹងថាអូអញ្ចឹងយើងធ្វើកាយមុខងារសរីរាង្គដែលពាក់ព័ន្ធមួយសញ្ញាតិចណងទៅបានគាត់បានប្រសើរបើមិនអញ្ចឹងនេះយើងពឹងទៅលើលទ្ធផលតេស្តឈាមពឹងទៅលើกระดาษឲ្យគ្នាស្ទះវិញបាត់ហ្នឹងមានបានព្យាបាលអីក៏រត់ទៅពេទ្យមួយទៀតដែរបើធ្វើតេស្តមួយល្អទាំងអស់ទៀតក៏រត់ទៅមួយទៀតដែរបាទដោយសារយើងខ្វះចន្លោះកន្លែងហ្នឹងណាអត់បានសួររកសញ្ញាពាក់ព័ន្ធមួយកោសិកាសរីរាង្គដើម្បីធ្វើការកែតម្រូវអញ្ចឹងណាចំណុចទី1ចំណុចទី2តាក់ទងជាមួយនឹងនៅពេលដែលយើងចង់ឲ្យអ្នកជំងឺហ្នឹងសហការមួយយើងដើម្បីបានផលល្អពួកអីបាទសហការព្រោះយើងព្យាបាលមានមួយព្យាបាលជំងឺមួយទៀតព្យាបាលអ្នកជំងឺទាំងមូលបាទព្យាបាលជំងឺខ្ញុំឧទាហរណ៍ថាលើសខ្លាញ់ឲ្យថ្នាំបញ្ចុះខ្លាញ់លើអាស៊ីតឲ្យថ្នាំបញ្ចុះអាស៊ីតលើស្ករឲ្យថ្នាំបញ្ចុះស្ករអាហ្នឹងព្យាបាលជំងឺក៏តែបើសិនព្យាបាលអ្នកជំងឺឲ្យអ្នកជំងឺបានប្រសើរអញ្ចឹងយើងត្រូវការគាត់សហការមួយយើងសហការគឺតាក់ទងរបៀបនៃការរស់នៅនឹងឯង lifestyle របស់គាត់បាទអញ្ចឹងយើងត្រូវបញ្យល់ឲ្យគាត់យល់បញ្យល់ឲ្យគាត់ស្ដាប់បានត្រូវចេះប្រើភាសាសាមញ្ញយើងបំលែងពីភាសាបច្ចេកទេសមកភាសាសាមញ្ញបញ្យល់គាត់ហើយ check understanding ឲ្យគាត់ស្ដាប់បានអត់ហើយបានសួរ commitment របស់គាត់ធ្វើព្រមធ្វើអត់បាទបើសិនជាគាត់ព្រមធ្វើគាត់យល់គាត់សហការមួយយើងអញ្ចឹងការព្យាបាលឆាប់បានផលអាចប្រត់ថ្នាំតិចអាចឈានទៅដកថ្នាំចេញហើយគាត់បានស្រួលខ្លួនទាំងមូលមិនមែនស្រួលតែផ្នែកណាមួយនៃសញ្ញាផ្នែកណាមួយនៃសរីរាង្គទេបាទហ្នឹងបានយើងចាំបាច់ត្រូវប្រើបំផុតចំណុចទី3គឺក្នុងករណីណាដែលមានគេថា sensitive បញ្ហារសើបខ្ញុំលើកឧទាហរណ៍ថាអ្នកជំងឺស្រីម្នាក់នៅលីវគាត់មានវិបត្តិនោមទាស់ដល់ពេលយើងធ្វើតេស្តបណ្ដុះទឹកនោមទៅស្រាប់តែឃើញមេរោគនៅក្នុងទឹកនោមបាទអញ្ចឹងដល់ពេលហ្នឹងការព្យាបាលបើសិនយើងព្យាបាលតែគាត់ជាប៉ុន្តែគាត់ទៅនៅជាមួយដៃគូគាត់ឆ្លងពីដៃគូគាត់មកកើតទៀតព្យាបាលជាទៅនៅមួយដៃគូគាត់កើតទៀតអញ្ចឹងករណីអញ្ចឹងយើងត្រូវព្យាបាលទាំងពីរដើម្បីព្យាបាលទាំងពីរដោយសារគាត់នៅលីវ
ហើយយើងសួរគាត់មានសង្សារអត់មានដៃគូអត់គាត់មិនប្រាប់យើងមែនទេអញ្ចឹងយើងត្រូវរកកន្លែងណាដែលយើងអាចផ្ដល់ប្រឹក្សាបានដោយសម្ងាត់បន្ទប់ស្ងាត់អត់មានអ្នកនៅក្បែរទេឲ្យនៅចេញនៅតែគ្រូពេទ្យមួយគាត់និយាយលេងឲ្យគាត់ទុកចិត្តយើងហើយយើងគាត់ថាយើងនឹងរក្សាការសម្ងាត់ឲ្យគាត់បានយើងសួរគាត់ព្រោះថាការព្យាបាលគឺការព្យាបាលទាំងពីរអញ្ចឹងពេលដែលគាត់យល់ទៅគាត់ប្រាប់ថាខ្ញុំមានលួចមានសង្សារអញ្ចឹងទៅអញ្ចឹងណាបាទអញ្ចឹងបានគាត់ព្រមអញ្ចឹងបានយើងព្យាបាលយើងត្រូវព្យាបាលទាំងពីរដល់ពេលជាទៅបានជាទាំងពីរអញ្ចឹងណាបាទអញ្ចឹងចាំបាច់កន្លែងហ្នឹងបើយើងអត់ចាប់អារម្មណ៍កន្លែងហ្នឹងទៅគាត់ជាហើយមកវិញជាហើយមកវិញទៅសាប់ព្យាបាលដៃគូគាត់ហ្នឹងបាទលោកគ្រូបាទហើយនឹងចំណុចទី4គឺនៅក្នុងករណីដែលបើសិនយើងចង់ឡើងតំណែងបាទលោកគ្រូចង់បានមុខមាត់ហើយចង់បានប្រាក់ខែឡើងដែរតលតែមានជំនាញទំនាក់ទំនងអញ្ចឹងយើងត្រូវប្រើហ្នឹងឲ្យឃើញប្រធានរបស់យើងគាត់មើលថាយើងមាន leadership ក្នុងខ្លួនមាន management ក្នុងខ្លួនចេះប្រើមនុស្សចេះប្រស័យតាក់ទងមួយមនុស្សឲ្យកូនក្រុមចូលចិត្តបានគាត់អាចឡើងតំណែងទៅឡើងពីអាចពី nurse head nurse អាចទៅប្រធានខ្នាអនុប្រធានservice អញ្ចឹងទៅអាចឡើងអ្នកខ្លះអាចឡើងដល់ធំលើនឹងទៀតពីមកទៅដល់អនុប្រធានទីពេទ្យក៏បានក៏មានដែរហើយដុកទ័រអីអាចឡើងកម្មរហូតដល់ប្រធានទីពេទ្យឬអ្នកខ្លះអាចឡើងលើនឹងទៀតបាទដោយសារអីដោយសារតែគេមើលឃើញសមត្ថភាពនៃការនិយាយការផ្សាយតាក់ទងនឹងបន្ថែមទៅលើជំនាញដែលគាត់មានប្រកែកហើយស្រាប់អញ្ចឹងបានគេអាចតម្លើងគាត់បានហើយគាត់អាចមានឋានៈគង់ពោះមានមុខមាត់នៅក្នុងសង្គមហ្នឹងបើសិនជាគាត់ត្រូវការអញ្ចឹងអានឹងចាំបាច់ត្រូវយកមកប្រើហើយចាំបាច់ត្រូវរៀនអានឹងឲ្យចេះហើយបាទលោកគ្រូបាទអរគុណច្រើនមែនទែនលោកគ្រូតាក់ទងទៅនឹងខេសទាំង4ដូចជាមូលហេតុទាំង4នេះពេលលោកគ្រូលើកឡើងតាក់ទងចំណុចចុងក្រោយនៅពេលដែលយើងនិយាយពី leadership ភាពជាអ្នកដឹកនាំវាតែងតែផ្សារភ្ជាប់ជាមួយនឹងទំនាក់ទំនងឬ communication ចឹងបានន័យថាពីរចំណុចហ្នឹងអត់បានទេដូចគ្រូលើកឡើងអញ្ចឹងបើសិនជាបុគ្គលម្នាក់ហ្នឹងគាត់ចង់ឲ្យខ្លួនឯងឡើងឋានៈធ្វើការងារធំប្រកបណាស់ជំនាញទំនាក់ទំនងក៏ដូចជាការនិយាយស្ដីហ្នឹងពិតជាសំខាន់សម្រាប់គាត់មែនតើហើយសម្រាប់ខ្ញុំផ្ទាល់ដោយសារខ្ញុំបានជួបអ្នកដែលគាត់មករៀនណាលោកគ្រូគាត់ថាដល់ចំណុចមួយមេគាត់ត្រូវឲ្យគាត់ឡើងឋានៈអញ្ចឹងនៅពេលដែលគាត់ឡើងឋានៈគឺគាត់អត់អាចកិច្ចវេះពីតាក់ទងទៅនឹងការតំណែងឬក៏ការនិយាយស្ដីបានទេអញ្ចឹងដោយលោកគ្រូមានប្រសាសន៍មួយហ្នឹងអញ្ចឹងពេលណាដែលយើងចង់ឡើងឋានៈឬក៏យើងចង់ឲ្យខ្លួនឯងមានគេហៅថាការងារកាន់តែប្រសើរឡើងទៅមុខទៀតប្រកបណាស់តាក់ទងនឹងជំនាញតំណែងក៏ដូចជាការនិយាយស្ដីហ្នឹងពិតជាសំខាន់សម្រាប់ពួកគាត់មែនតើអរគុណលោកគ្រូតាក់ទងទៅនឹងការបកស្រាយមិញហ្នឹងលោកគ្រូខ្ញុំជឿជាក់ថាអ្នកដែលគាត់ស្ដាប់គាត់ទទួលបានចំណេះដឹងជាច្រើនក៏ដូចជាអ្វីដែលល្អដែលអាចជួយឲ្យគាត់យល់ពីការប្រស័យតាក់ទងបាទអរគុណច្រើនលោកគ្រូឥឡូវចូលដល់សំណួរមុននឹងបញ្ចប់បាទលោកគ្រូមានសំណួរមួយទៀតចង់សួរលោកគ្រូថាសម្រាប់ម្ចាស់អាជីវកម្មភាគច្រើនលោកគ្រូនៅពេលដែលគាត់រវល់ជាមួយនឹងការរកស៊ីរបស់គាត់អញ្ចឹងទៅពេលខ្លះគាត់អត់សូវបានខ្វាយខ្វល់តាក់ទងទៅនឹងជំនាញនិយាយក៏ដូចជាតំណែងឯងអញ្ចឹងសម្រាប់បទពិសោធន៍របស់លោកគ្រូគិតថាពួកគាត់គួរតែចាប់ផ្ដើមហ្វឹកហាត់ជំនាញនិយាយក៏ដូចជាតំណែងហ្នឹងតាមរបៀបណាខ្លះអញ្ចឹងតាមបទពិសោធន៍របស់លោកគ្រូបាទលោកគ្រូបាទចេះយើងមើលម្ចាស់អាជីវកម្មឬមួយក៏ម្ចាស់ clinic បាទលោកគ្រូបាទជាធម្មតាការរកស៊ីវាត្រូវពឹងលើថវិកាពឹងលើបុគ្គលិក system ពឹងលើសម្ភារៈបាទប៉ុន្តែថវិកាវាងាយស្រួលទេបាទការបង្កើត system ស្រួលទេសម្ភារៈអីស្រួលទេប៉ុន្តែពិបាកបំផុតគឺមនុស្សហ្នឹងឯងបាទអញ្ចឹងចាស់ជីវកម្មត្រូវការមនុស្សធ្វើការឲ្យគាត់ណាត្រូវការមនុស្សបង្កើតចំណូលឲ្យគាត់ណាបាទបើសិនជាគាត់ទី1អត់មានជំនាញក្នុងការគ្រប់គ្រងអត់មានជំនាញក្នុងការផ្សាយតាក់ទងទោះបីគាត់គ្រប់គ្រងមិនមែនគ្រប់គ្រងបុគ្គលិកផ្ទាល់ទាំងអស់ទេគាត់ប្រធានគាត់ត្រូវគ្រប់គ្រងតាមភានផ្នែកតគ្នាណាបាទអញ្ចឹងគាត់ត្រូវចេះគ្រប់គ្រងតាមភានផ្នែកដែរហើយគាត់ត្រូវឲ្យភានផ្នែកនឹងចេះគ្រប់គ្រងកូនចៅគាត់ដែរតាមឋានានុក្រមអញ្ចឹងអានោះជាចំណុចសំខាន់របស់ម្ចាស់អាជីវកម្មបើសិនជាគាត់មានចំណុចនឹងល្អអាជីវកម្មរបស់គាត់អាចដើរទៅដោយរលូនបាទហើយសំណួរសួរថាគាត់រៀនរបៀបណាបាទគឺថាសំខាន់លើឆន្ទៈរបស់គាត់ណាឆន្ទៈបាទខ្ញុំលើកឡើងតែពីរបាទទី1បើសិនគាត់គិតថាចង់រៀនខ្លួនឯងបាទអញ្ចឹងគាត់យកជំរឿនរៀនខ្លួនឯងទិញសភៅយកមកអានសង្ខេបអនុវត្តថតឲ្យបុគ្គលិកមើលនិយាយត្រូវអត់នៅពេលប្រជុំបុគ្គលិកហាត់វឹកប្រើ
và rư môi tí sam tiết nhưng châu tới TED Talk YouTube TED Talk miếng mơ là để bạc cái gì lọ gì bấy dương mơ tới dương ai riêng tạm kể chip các căn micro các prime các lực đã sầm lên để chứ dương mơ tới dương một hạt tí sam môi tiết dương ai mơ go talk có miên đây dương là mơ tới mà chứ ai mơ riêng tam nắng ai bàn này và chúng tôi tí pí và trong ngoài lườn anh cho chúng riêng nơi vẹn đây là na để cái miên bằng riêng pi vẹn cái thà tầm nhẹ tầm nó càng như chỉ xa thiền nè nhưng ta riêng tới vì miền phiệp cái thà trong ta lươn chiến ấy cái xa môn bằng cái bài vẽ chỉ tụi tới thì thời cả an phơi ra nó ăn vót phong ấy phong hay riêng trong chỉ mê riêng những cái mình màu thơ mách riêng trong cam thị ở lấy ở chỉ nành phế ở clay clam hay si bê tạch hay riêng tới cái miền chỉ miền tì môi tì pi tì bay cái miền mê riêng miền ăn vót đấy chứ này và thơ trắng dương chỉ này phê tạch chứ ở dương riêng dương chập ăn phong và đây bà xuân dương miền đông với nhá lườn để sai dương miền pi cầm nào tới dương còn là thêm cái lướt tích tôi tới về lườn và này ăn miền đông mà đừng nhóm ăn miền đông về đây là miền đông đó là xịt lo riêng là một bạn này về khả tệ tạ chứ là sai nhưng mà miền đông vì cầm nào chứ chứng thực ca xịt là tụi bây giờ prang mấy cái đó cho nên đôi nhạc để cái miền đông này chứ mình thà sầm khán cứ dương miền tài practice như này nhãn được một ngày nhãn nước để anh chui dương xài bàn hay công rong chám á nó cứ người ta phơi vô món người ta là vô mấy cái đó sợi phơi phơi vô ngoài bà chliệt bạn chứ mình từ rồi bạn là của bạn ở con chân là của chết đấy đây là của gì ta là của đóng ta sầm rập nhóm người ta là của miên lơ ở đây đại lơ bị đông năng để ban ấy ta ca cất không răng trái đại nhóm khơi ta ở đây đại là của miên ca chạy lên cái đôi chỉ tiện tịch ai năng phải chạy cái tịch nó ca bọ xì ấy nhóm khơi ta là của miên là bọ nắng để phơi ao nhẹ snap con nghĩ chập bàn hay nghi số chạm thiệt anh ấy bị bọt bị sọt vào nhóm to nhưng chưa chạy thà bong ôn này xa mơ video bao là cuốn mơ mà anh sang cúng nhưng chưa chạy thà có từ bàn phạm bàn nhóm này để ta đi tam bọt bị sọt có đôi chỉ công nhận to bao nhóm chẳng là cụ bàn ở con chân là cụ là cho ta nào ti bên chọc trong miền sầm nô môi trong ai là cụ chui chạy lên anh chỉ cắm xa môi trong khói là cụ ta căn nẹt tu sna này con cặp bông tu sna ta bà xuân chỉ con trong chắp đá bằng cài là ca và say tẹt tôn mùi để lỏ và sai trên nắng ta quạt cua thưa bài na rồi có lục min chỉ sai đầm bay trùng rồi nhảy bộ quạt nắng từ chập đá ca để trong chập đá nữa nghe vì là say lơ bọc quần nè và sân cọt kết thái cọt phần nâng rụp hai cọt lên trong đằng thèm thì này cọt lên trong bàn thả nặng tuồng tì tiệt hai cọt lên trong bàn khai cuộc trường nâng hái chân cọt mà chập đám ăn vặt rồi có prang sầm ruồi ca này về bàn lò trường muốn này các con tay và sân chỉ cọt kết thái cọt trong growth trong lụt loa trong bàn thả nặng trường môn khai trường trường muốn cọt thời cá ở miền chùm niên chùm nặng ngón nữa này chân cọt tôi chập đám sầm ruồi rồi prang hạt prang riêng prang ăn vặt đằng mấy ca này gì bỏ quát cạp sai tết tối bàn lò trường kỳ với bà sân chỉ admin ca nặng ngón ló thầm nát và thiên dưỡng mơ thà ta bọc lẫn thời ca làng thời ơi làng tại hải thời làng tuần tị ọt hay Paul lại nát để thời quạt làng này chứ là lại nước này cái lại để sầm khăn để những người tha bà sân chỉ trong ban láng thời để chập đàm trả lời thời cho là nó bên này miên ga bộ cột bề trên rồi viên nẹt tại còn ai ta miên chấm nia nhảy hay miên ga và sai tệ tông có hay mà nẹt tiết còn miên thầm tới chấm nia gì chỉ thầm lá dương kịch lơ cài thà dương mơ từ lơ ọc cả cụ to thà nơi cái lại mối đại miên bộ cột trên khăn thấy sắp tay miên bọc lớp pin nè có thời cá tài lẹ mà nè rư môi miền nông xem rớ bọc lật rớ nẹt đặt CV trà nó rọp rồi nẹt cái vô tầm nẹt nó trong khỏi máu sắp tới screen sắp phía ói nó sau pin nẹt cái nẹt cam cá bạn và chết á tao mắt tiếp cài lôi cái gì cái con tay miền mà nẹt bà chạy tê khăn đôi khi con tay miền nẹt có cái chạy tê hay nẹt tiết có chạy tê phóng có miền nào chỉ mình sẽ mũi nẹt đồng bàn lò tiết có tay cái thời ca tầm mùi su thảo cá nước ban được lên nẹt nè ta bắt tới ban từ lớn nhạc đại miền pí vậy mày nè chụp niên cầm miến tụm nhạc nón cầm miến và được cho nên thấy ban tha chụp niên nhạc nón nâng dương commercial cái thà nâng với bằng thái thầm mấy chụp niên bao dương nè và căn ta xà căn ta lụt loạt từ một bàn lọ ở con trần mình tên là
អរគុណលោកគ្រូសង្គីលោកគ្រូដែលបានចែករំលែកតាក់ទងទៅនឹងបទពិសោធន៍ផ្ទាល់ខ្ញុំជឿជាក់ថាបងប្អូនដែលកំពុងតែទស្សនាប្រកាសជាទទួលបានបទពិសោធន៍ក៏ដូចជាចំណេះដឹងថ្មីតាក់ទងទៅនឹងប្រធានបទយើងថ្ងៃនេះគឺតាក់ទងទៅនឹងអនុភាពនៃការនិយាយនិងទំនាក់ទំនងដែលលោកគ្រូបានលើកឡើងតាក់ទងទៅនឹងបទពិសោធន៍ផ្ទាល់របស់លោកគ្រូជាច្រើនឆ្នាំបាទតាក់ទងទៅនឹងអ្វីដែលលោកគ្រូបានប្រើទៅលើគេហៅថាការនិយាយក៏ដូចជាទំនាក់ទំនងជាមួយនឹងក្រុមការងារក៏ដូចជាបុគ្គលិកផ្សេងបាទចឹងសង្ឃឹមថាអ្នកទស្សនាទាំងអស់គ្នានឹងទទួលបានអ្វីដែលថ្មីដើម្បីយកទៅអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃចឹងពីខ្ញុំកសលសូមអរគុណលោកគ្រូម្ដងទៀតហើយសូមអរគុណអ្នកទស្សនាដែលកំពុងតែទស្សនានេះយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាទសូមអរគុណសូមជម្រាបលាបាទ